វីដេអូនេះខ្ញុំនឹងបង្ហាញគ្នាយើងអំពីរបៀបបើកម៉ូដនៅលើទូរស័ព្ទដៃ iPhone ហ្នឹងហើយហើយអត់មានអីពិបាកទេចាកាលនេះយើងអាចព្រីតព្រោះវាបានតាមចិត្តយើងហ្នឹងហើយជាយើងធ្វើការព្រីតព្រោះវាមកបើចង់តូចឬធំអាស្រ័យលើគ្នាយើងដាក់បើកហ្នឹងហើយតែវាកាមេរ៉ាយើងគ្រាន់ចុច start setting វាមួយចឹងមកបើមិនបើកមិនចេញហ្នឹងហើយអញ្ចឹងមិនយើងព្រីតវាតូចធំតាមអាស្រ័យលើទូរស័ព្ទយើងដែលគាត់យើងលេងហ្នឹងហើយចាខាងលើនេះគឺយើងព្រីត map ឲ្យធំហ្នឹងហើយឥឡូវទូទៅយើងបើកខំ1900ទៅ2000ហ្នឹងហើយអាខាងក្រោមព្រីតនេះគឺព្រីតឈាមស័ក្តិចង់ឃើញឈាមស័ក្តិតូចឬធំអាស្រ័យលើយើងឃើញទេចឹងយើងដាក់មកមុំលេងមកបាទមកមុំមើលឃើញហ្នឹងណាហើយអាខាងពីរខ្ញុំបើកស្មើដើម្បីយើងឃើញ map គេនៅលើ map ចឹងហ្នឹងហើយអញ្ចឹងខ្សែដំបូងយើងធ្វើការព្រីតវាទូចតិចមកយើងស្រែកវាត្រូវយើងមកបាទហើយអាខាងនេះអានេះព្រីតព្រមមនុស្សឲ្យធំទូចចឹងទៅហ្នឹងចឹងយើងដាក់ស្រែកវាសំរបបនឹងការលេងរបស់យើងហើយកន្លែងនេះជាមួយ auto retreat គឺអាខាងលើនេះយើងទៅបាក់មួយបេតុងលើអាខាងនេះបេតុងលើហើយអាខាង auto retreat ទៅបាក់ពីបេតុងហ្នឹងហើយកន្លែងចុចសញ្ញាបូកចឹងមកចេញហើយអញ្ចឹងគ្នាយើងធ្វើការអស់អាលេខ1អាលេខ2ហ្នឹងនេះអស់វាទៅដាក់ឡៃស្មៃហ្នឹងហើយចុចលើមីនុយមួយមកហើយធ្វើការអស់វាមកបាទដល់ចុចលើមីនុយបានអស់កាល់ហ្នឹងហើយ auto retreat មាន auto retreat ថតឡតបើហើយចឹងទៅសត្វទឹកចឹងទៅឡើយនេះខ្ញុំបើកលេខខ្ញុំមកហើយ room A room B ខាងគេខាងយើងហ្នឹងហើយគេយើងអាចមើល room info ខាងគេបានតែគេ star ប្រហែលគេយក space ចឹងណាហ្នឹងហើយវាអត់មានតែច្រើនទេងាយហ្នឹងហើយចាអញ្ចឹងឥឡូវខ្ញុំធ្វើការតេស្តគ្នាយើងវាយមួយចឹងទៅហ្នឹងហើយហើយខ្ញុំដាក់ auto ជាមួយនឹង smite burst បាទពេលដែល enemy នេះចិត្តទៅ enemy អត់ចិត្តកដៅគឺវា auto smite ខ្លួនឯងហ្នឹងហើយជួយមើលខ្លួនឯងបានបាទខ្ញុំអត់អាចនិយាយច្រើនមែនទេមើលខ្លួនឯងទៅឃើញហ្នឹងហើយតែខ្ញុំជួយកហ្នឹងហើយហើយបើសិនគ្នាយើងដាក់ auto smite សត្វទឹកវាវាយសត្វទឹកទេហ្នឹងហើយតែយើងវាយធម្មតាតែសត្វទឹកនេះខ្ញុំ recommend បាច់ដាក់ auto smite ទេវាអត់អីល្អមើលទេហ្នឹងហើយដាក់ដល់ពេលណាដែលយើងចាំបាច់បានហើយដល់ពេលចិត្តឡចិត្តទៅថកកុំដាក់ស្មៃសត្វទឹកហ្នឹងហើយយ៉ាប់ទៅស្មៃសត្វទឹកបាត់ហើយកធាក់អត់បានស្មៃឡតទៅថកហ្នឹងហើយប្រយ័ត្នឡើងមែនតើហ្នឹងហើយចាសត្វទឹកហ្នឹងពេលណាចាំបាច់ខ្ញុំដាក់ស្មៃបើមានឡតឬក៏ថបាច់ស្មៃទេយ៉ាអត់មានអីទុកស្មៃថយឡតហ្នឹងហើយហ្នឹងយើងគួរជៀសវាងមកហើយយើងបើហ្នឹងក៏អូខេដូចគ្នាមិនសិនយើងគិតថាពេលណាដែលយើងស្មៃអូតូចាំយើងស្មៃពេលណាអត់យើងបាច់ទេយើងទុកវាចោលទៅស្មៃធម្មតាទៅអ្វីដែលសំខាន់គឺឡតទៅថតែប៉ុណ្្នឹងឯងហើយបើចង់ស្មៃពេលណាក៏ស្មៃទៅតែត្រូវទុកនាទីដើម្បីស្មៃឡតផងហ្នឹងហើយឬក៏ថផងហ្នឹងហើយយើងលេងចេះស្មានដែរហើយយើងអត់ស្មានទេដល់ពេលទៅត្រូវស្វ័យឡតទៅថតអត់មាន spare ស្វ័យហ្នឹងហើយឬក៏ត្រូវវាយគេចុច spare ញ៉ៃចោលអត់មានអីស្វ័យទៅថយឡតទៅស្អីនៅមាននីតិអញ្ចឹងហ្នឹងហើយយើងលេងទៅចេះគិតឡើងហ្នឹងហើយដូចយើងស្វ័យខ្លាំងមិនក៏ដោយបើសិនជាស្មៃយើងអត់ទាន់មានក៏យើងស្វ័យអត់កើតដែរហើយមួយទៀតចាប់ពេលដែលគេវាយយើងអស់ skill ទៅចូលទៅវាយឡតហេរ៉ូដៃខ្លីអញ្ចឹងទៅហើយមួយទៀតស្មៃយើងវាមាន damage ជាងស្មៃរបស់គេឡើងថាស្មៃយើង damage វាតែ1500ទេហើយស្មៃគេដល់ damage 2000ពេលអញ្ចឹងស្មៃអត់តន់ទេហ្នឹងហើយមួយទៀតពេលដែលយើងហត់ទៅស្មៃទៅគេចាប់ stun លើយើងដល់ពេលគេចាប់ stun លើយើងស្មៃអត់កើតទេដោយសារអីបើ hero យើងជាប់ស្មៃជាប់ stun បានហ្នឹងអញ្ចឹងយើងស្មៃមិនកើតដល់ឧទាហរណ៍ហត់ទៅដល់ស្មៃប៉ស្មៃមិនកើតជាប់ stun គេបាត់ហើយអញ្ចឹងវាបិទតែស្មៃបិទទាំងស្គីយើងទាំងអស់ហ្នឹងហើយអញ្ចឹងមកតែយើងអស់ stun គេវិញជាប់យើងនេះបាត់យើងងាប់បាត់ហ្នឹងហើយអញ្ចឹងស្មៃអត់តន់ណារបៀបថាហត់ទៅដល់គេចាប់ stun យើងអត់អាចធ្វើអីទាំងអស់ប្រើ skill ប្រើ stun អីស្មៃអត់បានទាំងអស់ហ្នឹងហើយអញ្ចឹងថយ lot ស្មើនឹងបានរបស់គេ free អញ្ចឹងទៅដល់គេលេងសេនាហត់ទៅដល់ស្មៃប៉សេនាគប់ចំប៉ស្មៃអត់ចាប់ទេវារបៀបចាប់ skill គេហ្នឹងហើយអញ្ចឹងដល់មាន hero អីកាងឲ្យយើងមួយមកសួរស្មៃយើងហ្មងបាទមានត្រក់យើងមានកាតូមានអីកាងឲ្យយើងឡើងបើឡើងថតឡើងអីហ្នឹងមានណាស្មៃតន់យើងទេគេធ្វើម៉េចកុំឲ្យយើងចាប់ស្តាន់គេហ្នឹងហើយវាតែប៉ុណ្្នឹងឯងហើយយើងស្មៃបើថតនេះចង់ឲ្យ pro player ទៅក៏ស្នាតតន់យើងដែរហើយចង់ឯងធីមប៉ុណ្ណានៃល្បីមិនក៏ដោយស្មៃតន់យើងទេចង់ pro player ទេក៏ស្មៃតន់យើងដែរជំនាញចឹងហ្នឹងហើយស្មៃសួរស្មៃអត់មានអីពិបាកស្មៃវាអូតូខ្លួនឯងហ្នឹងហើយឲ្យតែវាមាន skill ស្មៃដែរចង់ធីមណាខ្លាំងឬក៏ pro player ក៏ដោយស្មៃមិនតន់យើងទេហ៊ានចឹងហើយហើយកន្លែងសត្វទឹកនេះជិះវាបើកវាចោលបើកវាចោលនេះអាខាងក្រោមហ្នឹងសត្វទឹកគេយើងមកឈួរទៅបាទចឹងកន្លែងយើងជិះវាបើកចោលបាច់បើកទេអាហ្នឹងបើសិនយើងបើកវាបើសិនយើងមាន spare ស្មៃពេលទៅដល់វាក៏ធាក់យើងហ្មងហើយវានឹងចិត្តឡតយើងវោស្មៃសត្វទឹកនឹងបាត់បានស្មៃឡតហ្នឹងចឹងកន្លែងយើងគួរបិទចោលវាក៏ធាក់អត់ហ្នឹងហើយចឹងពេលដែលវាមានស្មៃគឺវាក៏ធាក់យកហ្មងហើយចាំមើលនេះមើលឃើញវាធាក់អត់ហ្នឹងហើយចឹងកន្លែងយើងជិះវាកុំបើកវាចោលយើងលេងតែស្មៃតែថយឡតឲ្យបើទៅបានហើយអាហ្នឹងពេលណាយើងចាំបាច់យើងបើកស្មៃហ្នឹងហើយកុំឲ្យវាស្វ័យច្រឡុកច្រឡំពេញហ្នឹងចឹងសត្វទឹកផងឲ្យហងស្មៃឡតស្មៃទៅថយបាត់ចឹងស្វ័យចឹងទូ pro player ក៏ស្មៃតន់យើងដែរបញ្ជាក់ប៉ុន្តែកុំឲ្យ hero យើងចាប់ stun គេហ្នឹងហើយហើយវាយបានទាំងអស់បាទ game យក hero គេវាយបានឲ្យតែយើងចេះលេងហ្នឹងហើយមកលេងយើងស៊ីចុយមកហៅវាយអែមលេងហ្នឹងតែលេងមិនសូវលេងពេកអា hero ហ្នឹងវាយមិនសូវបានតែប៉ះ hero គេធួននេះងាប់បាត់ដែរណាស់ហើយ